ជាទីមេត្រីនេះគឺជាកម្មវិធីសន្ទនាមតិនៃមន្ទីរព័ត៌មានខេត្តបាត់ដំបងដែលដំណើរការនៅរៀងរាល់ថ្ងៃច័ន្ទថ្ងៃពុធនិងថ្ងៃសុក្រចាអរគុណសម្រាប់កម្មវិធីសន្ទនាមតិនៃមន្ទីរព័ត៌មានរបស់យើងដោយដែលប្រិមិត្តក៏ដូចជាទូរទស្សនិកជនដែលតែងតែតាមដានគឺបានជ្រាបហើយកម្មវិធីរបស់យើងគឺតែងតែលើកទៅនឹងប្រធានបទផ្សេងៗពាក់ព័ន្ធទៅនឹងអភិបាលកិច្ចល្អក៏ដូចជាតម្រូវការពីបងប្អូនប្រជាពលរដ្ឋក្នុងការមកពិភាក្សាផងដែរនិងបានអញ្ជើញវាគ្មិនកិត្តិយសដែលលោកមានជំនាញផ្ទាល់ក្នុងការដែលអញ្ជើញផ្ទាល់នៅក្នុងបន្ទប់ផ្សាយរបស់យើងក្នុងការពិភាក្សាផងដែរនៅដើមសប្តាហ៍នេះយើងបានលើកប្រធានបទមួយពាក់ព័ន្ធទៅនឹងការត្រៀមខ្លួនរបស់សិស្សានុសិស្សក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិប្រិយមិត្តអ្នកស្ដាប់ក៏ដូចជាទូរទស្សនិកជនជាទីមេត្រីសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះនឹងមានការប្រឡងនៅថ្ងៃទី10ខែសីហាឆ្នាំ2026ហើយយើងក៏ចង់លើកប្រធានបទនេះឡើងចង់ដឹងថាតើបងប្អូនក៏ដូចជាសិស្សានុសិស្សបងប្អូនសិស្សានុសិស្សទាំងអស់គាត់គួរតែមានការត្រៀមខ្លួនបែបណាខ្លះមុននឹងពេលការប្រឡងមកដល់ហើយសម្រាប់អាណាព្យាបាលគួរតែចូលរួមចំណែកក្នុងការដែលជួយទៅកាន់កូនឬក៏បងប្អូនសិស្សានុសិស្សយ៉ាងដូចម្តេចខ្លះហើយសម្រាប់លោកគ្រូអ្នកគ្រូដែលគាត់ជាគ្រូបង្រៀនគាត់គួរតែមានការចូលរួមចំណែកក្នុងការជួយជ្រោមជ្រែងទៅកាន់ពួកគាត់យ៉ាងណាខ្លះព្រោះយើងឃើញថាជារៀងរាល់ឆ្នាំក្នុងការប្រឡងតែងតែមានបងប្អូនសិស្សានុសិស្សខ្លះគាត់ភ័យពេកចាធ្វើឲ្យការប្រឡងហ្នឹងគាត់ភ្លេចភ្លាំងបើទោះបីជាគាត់ទន្ទិញមេរៀនចាំហើយអស់ហើយនៅពេលដល់ថ្ងៃប្រឡងមកដល់គាត់ភ័យពេកទៅជាភ្លេចវិញមួយទៀតគាត់ប្រឹងប្រែងរៀនសូត្រខ្លាំងពេករហូតទៅដល់មានបញ្ហាសុខភាពជាដើមចង់ដឹងថាតើចំណុចទាំងអស់នេះកិច្ចពិភាក្សារបស់យើងនឹងបានជម្រាបជូននិងរំលឹកបន្ថែមទៅកាន់បងប្អូនយ៉ាងណាដែរដូច្នេះនៅក្នុងបន្ទប់ផ្សាយផ្ទាល់យើងមានវាគ្មិនមួយរូបគឺលោកឆោងវិរិយាដែលជាប្រធានការិយាល័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសូមគោរពជំរាបសួរទៅកាន់លោកវាគ្មិនផងដែរចា៎អរគុណចា៎សម្រាប់កិច្ចពិភាក្សាពាក់ព័ន្ធទៅនឹងការត្រៀមខ្លួនរបស់សិស្សានុសិស្សក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិយើងនឹងជួបគ្នានៅពេលបន្តិចទៀតនេះបាទបងក្នុងនេះកម្មវិធីសន្ទនាមតិជាកម្មវិធីដែលផ្ដោតលើការពង្រឹងអភិបាលកិច្ចល្អមូលដ្ឋានកម្មវិធីសន្ទនាមតិស្ដាប់ទុកចិត្តចូលរួមបាញ់មិញនេះខ្ញុំក៏បានជំរាបជូនជាមួយនឹងសមាជិកភាពរបស់លោកវាគ្មិនដែលលោកបានចំណាយពេលដ៏មានតម្លៃក្នុងការអញ្ជើញចូលរួមនៅក្នុងបន្ទប់ផ្សាយផ្ទាល់ដើម្បីនឹងជជែកពិភាក្សាទៅលើប្រធានបទរបស់យើងពាក់ព័ន្ធទៅនឹងការត្រៀមខ្លួនរបស់សិស្សានុសិស្សក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងឆ្នាំ2026នេះអរគុណចា៎នេះខ្ញុំសូមផ្ដល់ជាសំណួរទៅកាន់លោកឆាងវិរិយាជាដំបូងតែម្ដងចង់ដឹងថាតើសម្រាប់មន្ទីរអប់រំផ្ទាល់នាពេលបច្ចុប្បន្ននេះកំពុងតែបានត្រៀមការងារអ្វីខ្លះដែរដើម្បីគ្រប់គ្រងសិស្សក្នុងការត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងឆ្នាំ2026ចាសូមគោរពអញ្ជើញបាទជាដំបូងនេះខ្ញុំសូមគោរពបាទជំរាបសួរអាយដាមលោកទាវលោកស្រីនាងកញ្ញាបាទនិងស្វាគមន៍ប្រិយមិត្តអ្នកស្ដាប់វិទ្យុជាតិកម្ពុជាខេត្តបាត់ដំបងបាទ FM 92.70 MHz បាទជាទីគោរពបាទនិងជាទីមេត្រីបាទខ្ញុំបាទឈ្មោះឆោងវិរិយាជាប្រធានការិយាល័យប្រឡងនៃមន្ទីរអប់រំជននិងកីឡាខេត្តបាត់ដំបងបាទនឹងជាតំណាងរបស់លោកប្រធានទីបាទអប់រំជននិងកីឡាខេត្តបាទចំពោះមន្ទីរអប់រំយុវជននិងកីឡាខេត្តពាក់ព័ន្ធនឹងការត្រៀមការងារមួយចំនួនបាទដែលយើងត្រូវអនុវត្តក្នុងកិច្ចដំណើរការប្រឡងនៅពេលខាងមុខនេះក៏ដូចជាដើម្បីគ្រប់គ្រងដល់សិស្សានុសិស្សយើងបាទក្នុងការចូលរួមប្រឡងនាឆ្នាំនេះដែរដំបូងនេះខ្ញុំសូមជម្រាបថាដូចរៀងរាល់ឆ្នាំដែរដំណើរការរៀបចំប្រឡងនេះគឺយើងនៅឡោមទៅតាមគោលការណ៍4បាទគឺច្បាប់យុត្តិធម៌តម្លាភាពនិងលទ្ធផលទទួលយកបានបាទបានន័យថាអ្នកចេះគឺចប់បាទហើយមួយទៀតគឺអ្នកជាប់គឺជាប់ដោយកិត្តិយសហើយចំពោះអ្នកធ្លាក់វិញគឺធ្លាក់ដោយអស់ចិត្តហើយយើងខិតខំរៀនសូត្របន្ថែមទៀតដើម្បីយើងអាចមានលទ្ធផលល្អនៅឆ្នាំបន្តទៀតបាទនេះជាក្រិតក្រមនៃការងារប្រឡងរបស់យើងហើយនៅក្នុងការងារនេះគឺមន្ទីរអប់រំបានរៀបចំការងារមួយចំនួនបាទបម្រើឲ្យកិច្ចការប្រឡងរបស់យើងនេះទី1គឺគណៈកម្មការរៀបចំការប្រឡងដែលហៅថាមេប្រយោគនេះក៏ដូចជាគណៈកម្មការនានា
បាទឆ្នាំនេះយើងមានគណៈកម្មការយើង1636នាក់ដែលត្រៀមនឹងបម្រើការងារនៅក្នុងយន្តការងារប្រឡងនេះចា៎ហើយចំពោះការរៀបចំមណ្ឌលប្រឡងបាទបន្ទប់ប្រឡងក៏ដូចគ្នាដែរគឺយើងបានត្រៀមលក្ខណៈហើយយើងពិនិត្យទៅលើគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនមួយចំនួនដែលយើងត្រូវយកធ្វើជាមណ្ឌលប្រឡងនេះគឺយើងបានសម្រេចជាគោលការណ៍ហើយរដ្ឋបាលខេត្តបានឯកភាពហើយក្រសួងបានចេញប្រកាសដាក់ឲ្យប្រើប្រាស់នៅក្នុងយន្តការនេះហើយមួយទៀតចំពោះការរៀបចំឯកសារពាក់ព័ន្ធផ្សេងគឺដំណើរការឲ្យកិច្ចការប្រឡងនេះគឺក៏ដូចជាទិន្នន័យបេក្ខជនពាក់ព័ន្ធនឹងដំណើរការប្រឡងគឺយើងបានត្រៀមលក្ខណៈរួចរាល់ហើយក្រសួងបានបោះពុម្ពនៅបញ្ជីបាទព័ត៌មានបាទបញ្ជីព័ត៌មានបេក្ខជនត្រៀមប្រឡងថ្នាក់ជាតិនេះគឺដើម្បីឲ្យបេក្ខជនពិនិត្យផ្ទៀងផ្ទាត់ហើយនឹងចុះហត្ថលេខាទៅលើឯកសារដែលយើងបានបោះពុម្ពផ្សាយនេះបាទហើយមួយទៀតមន្ទីរក៏បានបិទផ្សាយនៅបញ្ជីរាយនាមបេក្ខជនបាទប្រឡងសញ្ញាបត្រសូមភាសាទុតិយភូមិនេះគឺបិទលើកទី1គឺយើងបិទព្រឹកមិញនេះហើយគឺថ្ងៃទី3សីហានេះគឺនៅតាមមណ្ឌលមួយអញ្ចឹងបងប្អូនត្រូវទៅពិនិត្យមើលឈ្មោះរបស់ខ្លួនដើម្បីដឹងទីតាំងមណ្ឌលរបស់ខ្លួនហើយងាយស្រួលជាពិសេសបងប្អូននៅបណ្ដាស្រុកនៅឆ្ងាយអាចមកពិនិត្យដើម្បីដឹងថាបងប្អូននៅរកទីតាំងកន្លែងណាដើម្បីងាយស្រួលស្នាក់នៅជិតមណ្ឌលហើយមន្ទីរនឹងត្រៀមបិទផ្សាយបញ្ជីរាយនាមបេក្ខជនមួយទៀតគឺមានលេខតុកលេខបន្ទប់ច្បាស់លាស់បាទជាហៅថាបិទលើកទី2យើងបិទនៅថ្ងៃទី9ខែ8 2026អញ្ចឹងបិទលើកទី1នេះគឺអត់តាន់ដឹងលេខតុកលេខបន្ទប់ទេដឹងតែទីតាំងមណ្ឌលប្រឡងហើយនឹងឈ្មោះរបស់បងប្អូនតែប៉ុណ្ណឹងចា៎ហើយកិច្ចការរបស់មន្ទីរមួយទៀតគឺរាល់ការងារប្រឡងគឺយើងតែងមានរក្សាសន្តិសុខសណ្ដាប់ធ្នាប់ដើម្បីឲ្យដំណើរការប្រឡងនេះប្រព្រឹត្តទៅដោយរលូនអញ្ចឹងមន្ទីរបានស្នើរដ្ឋបាលខេត្តបង្កើតគណៈកម្មការត្រួតពិនិត្យការពារសន្តិសុខសណ្ដាប់ធ្នាប់នេះគឺដើម្បីដាក់ឲ្យរក្សាសណ្ដាប់ធ្នាប់ប្រឡងអញ្ចឹងយើងបានប្រជុំបាទនៅរដ្ឋបាលខេត្តនេះគឺថ្ងៃ31កក្កដានេះ2026យើងបានប្រជុំសម្រាប់ជាគោលការណ៍ហើយដើម្បីជួយដល់ក្នុងការងាររបស់បងប្អូនដើម្បីត្រៀមប្រឡងឲ្យទទួលបានជោគជ័យនេះមន្ទីរបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាបាទដើម្បីបំពន់បាទសមត្ថភាពដល់បងប្អូនដោយឥតគិតថ្លៃបាទលើមុខវិជ្ជាចំនួន5ដែលជាមេរៀនសង្ខេបរបស់ក្រសួងអប់រំបាទក្នុងនោះមានគណិតវិទ្យាអក្សរសាស្ត្រខ្មែររូបវិទ្យាគីមីនិងជីវៈហើយយើងបានដាក់28មណ្ឌលនៅតាមវិទ្យាល័យបាទទូទាំងខេត្តអញ្ចឹងយើងមានគ្រូស្ម័គ្រចិត្តយើង190នាក់ដែលត្រៀមចាំជួយបងប្អូនហើយយើងអនុវត្តតាំងពីថ្ងៃទី15ខែ5 2026រហូតឥឡូវយើងបញ្ចប់ថ្ងៃនេះហើយថ្ងៃទី3ខែ8 2026នេះបាទនេះជាវិធានការរបស់មន្ទីរហើយមួយទៀតមន្ទីរស្នើសុំកិច្ចសហការបាទជាមួយលោកស្រីអាបាក្រុងស្រុកទាំង14ដើម្បីជួយសម្របសម្រួលគ្រប់គ្រងឧបត្ថម្ភគ្រប់គ្រងការដោះស្រាយការធ្វើដំណើរបាទការស្នាក់នៅបាទអាហារហូបចុកផ្សេងដើម្បីជួយដល់សិស្សដែលមានជីវភាពខ្វះខាតបាទដែលអញ្ជើញមកឡើងមកប្រឡងនេះដែរហើយមន្ទីរក៏សហការជាមួយរដ្ឋបាលក្រុងបាទក្រុងបាត់ដំបងគឺរៀបចំដោយរៀងរាល់ឆ្នាំដែរយើងរៀបចំកន្លែងសម្រាប់សិស្សដែលមានជីវភាពខ្វះខាតអញ្ចឹងគាត់អាចទៅស្នាក់នៅកន្លែងដែលក្រុងរៀបចំយើងដាក់ទីតាំងនៅសាលាបឋមសិក្សាចំនួន6កន្លែងនៅជិតមណ្ឌលហ្នឹងបាទហើយមួយទៀតរដ្ឋបាលខេត្តបានសម្រួលបេក្ខជនដែលចូលរួមប្រឡងនេះគឺផ្ញើកង់ម៉ូតូគឺមិនគិតកម្រៃទេបាទអញ្ចឹងកាត់បន្ថយការចំណាយរបស់បងប្អូនហើយរដ្ឋបាលខេត្តក៏សម្រួលរក្សាតម្លៃបាទតម្លៃទេសចរបាទសន្តាគារហូបនីយដ្ឋានផ្ទះសំណាក់ផ្សេងឬអាហារដ្ឋាននេះគឺ
រក្សាតម្លៃមិនឲ្យឡើងថ្លៃទេដើម្បីជួយសម្រួលដល់បងប្អូនហើយរដ្ឋបាលខេត្តក៏ជួយសម្រួលចរាចរណ៍សុវត្ថិភាពបាទក្នុងការធ្វើដំណើរបងប្អូនមកប្រឡងនេះឲ្យតាន់ការកំណត់មិនមានការផាកពិន័យឬក៏អ្វីទេគឺជួយសម្រួលប៉ុន្តែបងប្អូនត្រូវគោរពច្បាប់ចរាចរណ៍ពាក់មួកសុវត្ថិភាពឲ្យបានគ្រប់គ្នាផងដែរហើយគណៈមេប្រយោគក៏ដូចជាមេដាបិតាដែលអញ្ជើញមកជាមួយកូននេះគឺមានការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តក្នុងការថែរក្សាសុវត្ថិភាពបងប្អូនផងដែរបាទនេះជាកិច្ចការដែលមន្ទីរអប់រំបានជួយគ្រប់គ្រងបងប្អូនបាទសូមអរគុណបាទចាអរគុណចាលោកវិក្កាមសម្រាប់ការឆ្លើយតបទៅនឹងសំណួរទី1នេះក្នុងកម្មវិធីរបស់យើងក៏បានជម្រាបជូនអំពីការងារមួយចំនួនធំដែលមន្ទីរអប់រំយុវជនកីឡាខេត្តបាត់ដំបងរបស់យើងបានរៀបចំដើម្បីនឹងជួយទៅកាន់បងប្អូនក៏ដូចជាបងប្អូនសិស្សានុសិស្សសម្រាប់ការប្រឡងសញ្ញាបត្របេក្ខជនសិក្សាទុតិយភូមិឆ្នាំ2026នេះខ្ញុំចាប់អារម្មណ៍នៅចំណុចមួយដែលលោកវិក្កាមមានប្រសាសន៍ពាក់ព័ន្ធទៅនឹងការជួយទៅកាន់សិស្សានុសិស្សដែលគាត់មានជីវភាពខ្វះខាតក្នុងការដែលជួយគ្រប់គ្រងទៅកាន់គាត់ពាក់ព័ន្ធទៅនឹងកន្លែងស្នាក់នៅត្រង់ចំណុចនេះថាតើការជួយទៅកាន់ពួកគាត់នៅឆ្នាំនេះយើងធ្វើដោយរបៀបយ៉ាងម៉េចដែរដើម្បីបានជ្រើសរើសសិស្សដែលគាត់មានជីវភាពខ្វះខាតនេះដើម្បីនឹងទទួលបានការស្នាក់នៅដោយមិនគិតកម្រៃក៏ដូចជាការជួយគ្រប់គ្រងផ្សេងចំណុចផ្សេងទៀតទៅកាន់គាត់ចាសូមជឿបាទចំពោះរដ្ឋបាលក្រុងបាទក៏ដូចជាមន្ទីរអប់រំបានរៀបចំកន្លែងស្នាក់នៅជាបណ្ដោះអាសន្ននេះគឺសម្រាប់បេក្ខជនដែលមានជីវភាពខ្វះខាតអញ្ចឹងបេក្ខជនយើងឡើងមកពីតាមបណ្ដាស្រុកនានាគឺគាត់មកស្នាក់នៅភាគច្រើនគឺនៅផ្ទះសំណាក់និងសន្តាគារអញ្ចឹងក៏អត់មានថវិកាសម្រាប់ក្នុងការស្នាក់នៅក្នុងសេវាឯកជនអញ្ចឹងគាត់ត្រូវមកតំណងនៅខាងមណ្ឌលដែលយើងរៀបចំដើម្បីឲ្យបងប្អូនសម្រាប់នៅទីនោះបាទហើយនៅកន្លែងនោះគឺមានអ្នកប្រចាំការរបស់នាយកសាលាឬក៏បុគ្គលិកអប់រំយើងនៅតាមសាលាមួយហ្នឹងគាត់នឹងប្រចាំការឲ្យទទួលបងប្អូនក្នុងការស្នាក់នៅដោយសុវត្ថិភាពបាទគឺយើងមានទឹកមានភ្លើងហើយមានកន្លែងប៉ុន្តែបងប្អូនត្រូវយកមុងបាទយានមុងមានអីមកដើម្បីយើងចងព្រោះយើងសាលាយើងមានតែកន្លែងសម្រាប់ទេបងប្អូនទេប៉ុន្តែវាមិនជាលក្ខណៈសំរុំដោយស្ថានភាពទេគាត់ថាមានទីតាំងបងប្អូនអាចស្នាក់នៅបាទចានេះខ្ញុំចង់ដឹងពីនីតិវិធីថាតើគាត់ត្រូវតាក់ទងទៅខាងក្រុមការងារមុនឬក៏យ៉ាងណាដែរដើម្បីទទួលបានការស្នាក់នៅបែបនោះហើយមួយវិញទៀតមានន័យថាកម្រិតជីវភាពបែបណាឬក៏មកពីតាមស្រុកឆ្ងាយយ៉ាងណាដែលគាត់អាចទទួលបានចា៎បាទចំពោះការស្នាក់នៅនេះគឺយើងអត់មានថាសិស្សដែលមានជីវភាពឬក៏សិស្សដែលក្រីក្រអីកម្រិតណាទេប៉ុន្តែឲ្យតែចង់មកស្នាក់នៅយើងនឹងទទួលបាទប៉ុន្តែកន្លងមកមានតែសិស្សគ្នាមានបញ្ហាខ្វះខាតទេដែលមកស្នើសុំចំណែកសិស្សដែលមានឪពុកម្ដាយមានជីវភាពគឺគាត់ស្នាក់នៅផ្ទះសំណាក់ឬក៏សន្តាគារបាទហើយក្រុមការងារមន្ទីរក៏ដូចជាសសយកនឹងចុះទៅសួរសុខទុក្ខបងប្អូនហើយនឹងមានអំណោយខ្លះដើម្បីចែកជូនបងប្អូនផងដែរបាទនៅពេលដែលមណ្ឌលរាយការណ៍មកមានបេក្ខជនមកសុំស្នាក់នៅចាដូច្នេះនៅឆ្នាំនេះយើងមាននៅទីតាំងណាខ្លះដែរដែលទុកសម្រាប់ពួកគាត់ចាបាទចំពោះទីតាំងនេះគឺខ្ញុំសូមពិនិត្យមើលសិនព្រោះដោយសារតែនេះគឺក្រុងអត់តន់ឃើញចេញបាទអត់តន់ឃើញចេញមកទេប៉ុន្តែឆ្នាំទៅគឺប្រហែលជាក្រុងកំពុងតែរៀបចំការងារនេះឆ្នាំទៅគឺយើងមានបឋមសិក្សាជ្រៃកោងចា៎បាទអញ្ចឹងបងប្អូននៅសាកលប្រឡងនៅសាកលវិទ្យាល័យបៀលប្រាយអាចស្នាក់នៅទីនោះសាលាបឋមសិក្សាហ៊ុនសែនអូចាបាទគឺទទួលបេក្ខជនមានមណ្ឌលវិទ្យាល័យព្រាហ្មណ៍និវង្សនិងសោហើបាទហើយមណ្ឌលស្នាក់នៅបឋមសិក្សាវត្តកផែងគឺបងប្អូនប្រឡងនៅវិទ្យាល័យសម្ដេចឪហើយមណ្ឌលសាលាបឋមសិក្សាព្រែកព្រះស្ដេចបាទគឺបងប្អូននៅមណ្ឌលវិទ្យាល័យនេតយ៉ងជាស្ថានគរុកុសលនិងសាលាបឋមសិក្សាសម្ដេចជាស៊ីម
សុំទោសសម្រាប់ស៊ីមយើងបានផ្អាកហើយគឺមាននេតយ៉ងហើយនឹងវិទ្យាឋានគ្រូកសលទេបាទឆ្នាំនេះហើយសាលាបឋមសិក្សា13មករាយើងទទួលបងប្អូននៅសាកលវិទ្យាល័យជាតិបាត់ដំបងហើយនឹងវិទ្យាល័យបាទនៅលង្វិលយើងផ្អាកហើយឆ្នាំនេះបាទហើយមណ្ឌលបឋមសិក្សារំជែក3អញ្ចឹងយើងទទួលបងប្អូនមកពីសាលាហូបនិងសាកលវិទ្យាល័យអន្តរជាតិឌូវីអញ្ចឹងបងប្អូនដែលមានទីតាំងនៅក្បែរនោះបងប្អូនអាចទៅទំនាក់ទំនងនៅសាលាបឋមសិក្សាទាំងនោះដែលយើងនឹងរៀបចំទទួលនៅទីនោះបាទចាចាសូមគោរពអរគុណចាលោកវិក្កាមសម្រាប់ការឆ្លើយតបបន្ថែមទៅលើចំណុចសំខាន់មួយចំនួនដែលពាក់ព័ន្ធទៅនឹងការដែលជួយគ្រប់គ្រងទៅកាន់បងប្អូនសិស្សានុសិស្សដែលគាត់មានជីវភាពខ្វះខាតឬក៏គាត់មិនមានថវិកាគ្រប់គ្រាន់ក្នុងការទៅស្នាក់នៅតាមសន្តាគារឬក៏កន្លែងស្នាក់នៅផ្សេងៗដែលត្រូវចំណាយថវិកាអរគុណនៅក្នុងកម្មវិធីរបស់យើងក៏មានជាសម្លេងរបស់ប្រិមត្តយើងនៅខាងក្រៅបន្ទប់ផ្សាយគឺជាសម្លេងរបស់បងប្អូនដែលគាត់នឹងត្រៀមប្រឡងទី12នៅឆ្នាំនេះផ្ទាល់តែម្ដងចង់ដឹងថាតើគាត់បានលើកឡើងយ៉ាងណាខ្លះក្នុងការត្រៀមលក្ខណៈដើម្បីប្រឡងនេះសូមអញ្ជើញលោកវិក្កាមក៏ដូចជាប្រិមត្តស្ដាប់ទៅស្ដាប់ការលើកឡើងរបស់គាត់ដូចតទៅបាទបងក្នុងនេះជាសាទី12ហើយយើងធ្វើការប្រឡងក្នុងរយៈពេលប្រហែលថ្ងៃខាងមុខនេះទៀតខ្ញុំពិតជាមានការភ័យបន្តិចបន្តួចមែនបណ្ដាក្នុងការភ័យនោះយើងបានត្រៀមខ្លួនជាច្រើនទៅទល់ជាមួយនឹងការរំលឹកមេរៀនឬក៏មុខវិជ្ជាណាដែលយើងគិតថាយើងទុនខ្សោយយើងពង្រឹងវាឲ្យវាថាធ្វើឲ្យភាសាឡើងមកវិញហើយមុខវិជ្ជាដែលយើងបានចេះច្បាស់ហើយយើងនៅតែបន្តរំលឹកវាដើម្បីឲ្យវាថាការប្រឡងរបស់យើងទៅមើលទៅរលូនណាអត់ឲ្យមានឧបសគ្គឬក៏តាក់ណាមួយធ្វើឲ្យយើងបាត់បង់ទំនុកចិត្តក្នុងការយកនិទេសល្អនឹងក៏ហើយមួយវិញទៀតនៅពេលដែលយើងមានសមត្ថភាពក្នុងការយកនិទេសល្អបានហើយយើងដឹងខ្លួនថាយើងយកនិទេសល្អបានហើយយើងត្រូវតែខំប្រឹងមែនតើហើយចំពោះបញ្ហាសុខភាពវិញគឺរយៈពេលមួយអាទិត្យចុងក្រោយនេះខ្ញុំព្យាយាមញ៉ាំអាហារល្អៗគេខ្ញុំបានគ្រប់គ្រាន់អត់គិតច្រើនទេបងហើយព្យាយាមធ្វើឲ្យ relax បែប chill ប៉ុន្តែអត់ chill ផ្លេចការសិក្សាទេហើយការប្រឡងចិត្តមួយអាទិត្យខ្ញុំបានមើលឈ្មោះមើលមណ្ឌលអីហើយខ្ញុំក៏បានរកកន្លែងគេងក៏កន្លែងគេងអីរួចរាល់ដែរហើយនិយាយរួមទៅខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការប្រឡងសិស្សទី12ខាងមុខនេះបងហើយចំពោះលទ្ធផលយើងបានរំពឹងទុករួចហើយព្រោះអីយើងស្គាល់ពីសមត្ថភាពខ្លួនឯងហើយបើសិនជាអត់មានបញ្ហាឬក៏ឧបសគ្គណាមួយមករារាំងខ្ញុំគិតថាលទ្ធផលហ្នឹងគឺខ្ញុំអាចទទួលបានបងបាទបងក្នុងនាមខ្ញុំជាសិស្សថ្នាក់ទី12ដែលត្រូវប្រឡងបាក់ឌុបនៅថ្ងៃមុខនេះខ្ញុំបានត្រៀមច្រើនមែនទែនចំពោះការមើលមេរៀនពីដើមឆ្នាំដូចជាឥឡូវហ្នឹងខ្ញុំកំពុងខិតខំមើលមេរៀនបន្ថែមណាមួយខ្ញុំបានរៀនគូបន្ថែមជាច្រើនគ្រប់មុខវិជ្ជាផងហើយមួយទៀតខ្ញុំខំប្រឹងថែរក្សាសុខភាពខ្លួនឯងមុនថ្ងៃប្រឡងឲ្យខ្លាំងមែនទែនព្រោះអីឥឡូវនេះអាកាសធាតុកំពុងតែប្រែប្រួលអញ្ចឹងទៅយើងត្រូវការមើលថែសុខភាពខ្លួនឯងឲ្យដិតដល់មុនថ្ងៃប្រឡងព្រោះយើងអត់ដឹងថាយើងនឹងឈឺជាពេលចំថ្ងៃប្រឡងអត់ទេអញ្ចឹងខ្ញុំច្បាស់ជាងគេគឺមើលថែសុខភាពខ្លួនឯងមែនទែនមុននឹងការប្រឡងឈានចូលមកដល់លោកអ្នកកំពុងតែស្ដាប់ការផ្សាយផ្ទាល់របស់កម្មវិធីសន្ទនាមតិដែលពិភាក្សាលើប្រធានបទការត្រៀមខ្លួនរបស់សិស្សានុសិស្សក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិប្រធានបទនេះមានការចូលរួមជាវាគ្មិនពីមន្ទីរអប់រំយុវជននិងកីឡាកម្មវិធីសន្ទនាមតិស្ដាប់ទុកចិត្តចូលរួមចាអរគុណអំបញ្ញមិញនេះគឺជាការលើកឡើងរបស់បងប្អូនដែលកំពុងតែត្រៀមក្នុងការប្រឡងនៅសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាថ្ងៃទី10ខែសីហាខាងមុខនេះអរគុណចា៎នេះខ្ញុំក៏សូមជាការយកឃើញបន្ថែមពីលោកវិក្កាមថាតើមានអ្វីបន្ថែមនឹងឆ្លើយតបទៅលើអ្វីដែលពួកគាត់បានលើកឡើងចា៎សូមអញ្ជើញបាទក្នុងនាមមន្ទីរអប់រំជននិងកីឡាខេត្តបាត់ដំបងបាទក៏ដូចជាគ្រូខ្ញុំផ្ទាល់ដែរបាទអំបញ្ញមិញនេះបងអូនពីររូបបានផ្ដល់នៅតេយ្យបល់បាទប៉ុននឹងបងប្អូនត្រៀមចូលរួមប្រឡងនៅពេលខាងមុខនេះបាទលោកគ្រូមានការចាប់អារម្មណ៍និងលើកសរសើរទឹកចិត្តរបស់បងប្អូនដែលបានអញ្ជើញមកពីតាមបណ្ដាស្រុកបាទផ្សេងឆ្ងាយបាទដែលយើងត្រូវមកស្នាក់នៅក្នុងក្រុងបាត់ដំបងយើងនេះបាទអញ្ចឹងយើងមណ្ឌលយើងគឺយើងនៅក្នុងក្រុងទាំងអស់អញ្ចឹងបងអូនត្រូវយកចិត្តទុកដាក់ទី1គឺការសម្រាកបាទអាហារហូបចុកបាទបងអូនត្រូវប្រយ័ត្នប្រយែង
អាហារដែលមានជាតិផ្អែមខ្លាំងបាទធ្វើប៉ះពាល់សុខភាពអាហារដែលមានជាតិហឹរបាទជាតិផ្អូមជូរអីជាដើមនេះគឺធ្វើឲ្យយើងប៉ះពាល់ដែរអញ្ចឹងហើយការចាញ់ដើរក្រៅបើសិនជាប្អូនមិនចាំបាច់បាទប្អូនមិនគួរចេញក្រៅទេព្រោះរយៈពេលនេះជារយៈពេលដែលប្អូនត្រូវត្រៀមរក្សាសុខភាពក៏ដូចជាពិរំលឹកនៅចំណេះដឹងបងប្អូនឬក៏ចំណុចខ្វះខាតបងប្អូនមួយចំនួនដែលត្រូវពិនិត្យការងាររបស់យើងឡើងវិញដើម្បីយើងត្រៀមប្រឡងខាងមុខឲ្យទទួលបានជោគជ័យបាទអញ្ចឹងគ្រូជូនពរបាទបងប្អូនបាទឲ្យទទួលបានជោគជ័យនៅពេលខាងមុខនេះដែរបាទចាជាបន្តនេះខ្ញុំមានសំណួរសួរទៅកាន់លោកគ្រូផ្ទាល់តែម្ដងចាថាតើឆ្នាំនេះមានបេក្ខជនប្រឡងសរុបប៉ុន្មានអ្នកដែរហើយមានមណ្ឌលប្រឡងប៉ុន្មានកន្លែងនៅក្នុងខេត្តបាត់ដំបងយើងនេះផ្ទាល់តែម្ដងចាសូមអញ្ជើញចាបាទចំពោះខេត្តយើងនេះគឺឆ្នាំនេះយើងមាន14មណ្ឌលបាទតាមពិតឆ្នាំទៅក៏យើងមាន14មណ្ឌលដែរចា៎បាទហើយការដំណើរការសំណេរយើងមាន2ថ្ងៃគឺថ្ងៃទី10និងទី11សីហាបាទអញ្ចឹងចំពោះមណ្ឌលប្រឡងនីមួយៗនេះគឺបាទគឺយើងបានបែងចែកបាទជាថ្នាក់ជាសាសនិងថ្នាក់ជាសាសសង្គមចា៎បាទហើយមណ្ឌលប្រឡងយើងគឺត្រូវប្រមូលផ្ដុំនៅក្នុងក្រុងបាត់ដំបងទាំងអស់គឺមាន14មណ្ឌលគឺ388បន្ទប់បាទក្នុងនោះបេក្ខជនមាន9623នាក់ក្នុងនោះស្រីមាន5588នាក់បាទហើយយើងចែកចែងថ្នាក់ជាសាសមាន4មណ្ឌលមាន111បន្ទប់ហើយមានបេក្ខជន2737នាក់ហើយស្រី1702នាក់ហើយថ្នាក់ជាសាសសង្គមយើងមាន10មណ្ឌលសរុបមាន277បន្ទប់ហើយយើងមានបេក្ខជនសរុប6886នាក់ហើយនឹងស្រីមាន3886នាក់បាទអញ្ចឹងបេក្ខជនយើងមានបេក្ខជនចូលរួមប្រឡងពីគ្រឹះស្ថានសិក្សាសាធារណៈចំនួន30សាលាឯកជនចំនួន12ហើយនឹងយើងមានបេក្ខជនបំពេញវិជ្ជាមានបេក្ខជនស្វ័យរិនផងដែរបាទនេះឆ្នាំនេះយើងបានរៀបចំការងារនេះបាទអរគុណបាទចាអរគុណចាដែលលោកវិក្កាមបានជម្រាបជូនអំពីមណ្ឌលប្រឡងនៅក្នុងខេត្តបាត់ដំបងឆ្នាំនេះមាន14មណ្ឌលហើយក៏បានជម្រាបជូនអំពីសម្រាប់សិស្សានុសិស្សដែលគាត់មានការជ្រើសរើសមានវិទ្យាសាស្ត្រសង្គមក៏ដូចជាមួយវិញទៀតគឺពាក់ព័ន្ធទៅនឹងវិទ្យាសាស្ត្រដែលពួកគាត់បានជ្រើសរើសណាចាព្រោះថាជារៀងរាល់ឆ្នាំគឺមានការបែងចែកជាពីរបែបនេះហើយមួយវិញទៀតដែរដោយសារតែជារៀងរាល់ឆ្នាំតែងតែមានការលើកឡើងពីមតិបងប្អូនប្រជាពលរដ្ឋឬក៏សិស្សានុសិស្សមួយចំនួនដែលនិយាយពាក់ព័ន្ធទៅនឹងនៅពេលដែលសិស្សានុសិស្សគាត់ជ្រើសរើសវិទ្យាសាស្ត្រសង្គមហ្នឹងគាត់ថាស្រួលការប្រឡងហ្នឹងវិទ្យាសាស្ត្រស្រួលជាងឬក៏ងាយស្រួលក្នុងការប្រឡងជាងអីអញ្ចឹងទៅត្រង់ចំណុចនេះលោកវិក្កាមមានជាការឆ្លើយតបនិងជំរុញបន្ថែមទៅកាន់សិស្សានុសិស្សយ៉ាងដូចម្តេចដែរចាក្នុងការជ្រើសរើសនៅរវាងទាំងពីរមុខនេះចាបាទចំពោះបងប្អូនដែលរៀនបាទយើងរៀននៅធម្មតាយើងពីថ្នាក់ទី11មកយើងត្រូវរើសថ្នាក់ជាសាស្ត្រឬក៏ជាសាស្ត្រសង្គមចា៎បាទដើម្បីយើងតម្រង់ទិសបងប្អូននៅពេលដែលបងប្អូនចប់ពីការងារប្រឡងនៅក្នុងសាលារបស់បងប្អូនទៅបាទបងប្អូននឹងចូលរៀននៅថ្នាក់ឧត្តមសិក្សាដើម្បីបងប្អូនចាប់យកមុខជំនាញទៅតាមទេពកោសល្យក៏ដូចជាចំណេះដឹងរបស់បងប្អូនថាតើបងប្អូនមានកម្រិតណាបាទដែលយើងអាចចាប់យកជំនាញដែលសមនឹងតម្រូវការរបស់បងប្អូនផងដែរអញ្ចឹងលោកគ្រូលើកទឹកចិត្តទាំងថ្នាក់ជាសាស្ត្រថ្នាក់ជាសាស្ត្រសង្គមសំខាន់បងប្អូនគិតទៅលើសមត្ថភាពនិងចំណេះដឹងរបស់បងប្អូនហើយនឹងការចង់បានរបស់បងប្អូនថាតើថ្ងៃមុខបងប្អូននឹងចាប់យកជំនាញអីអញ្ចឹងបើបងប្អូនមានបំណងថាចាប់លោកគ្រូឧទាហរណ៍ថាបងប្អូនមានបំណងចង់ចាប់យកផ្នែកវិទ្យាសាស្ត្រសុខាភិបាលឬក៏ផ្នែកវិស្វករឬក៏ជំនាញផ្សេងដែលជាពាក់ព័ន្ធនឹងវិទ្យាសាស្ត្រគឺបងប្អូនត្រូវតែយកវិទ្យាសាស្ត្របាទ
ហើយបើសិនជាបងប្អូនគិតចង់ថាបើសិនជាចង់ខ្លាយជាអ្នកនិពន្ធឬក៏ជាអ្នកតែងនិពន្ធឬក៏ជាអ្នកអក្សរសាស្ត្របាទឬក៏អ្នកជំនាញផ្នែកសិល្បៈអីផ្សេងអាហ្នឹងគឺបងគួរចាប់យកជាសាស្ត្រសង្គមបាទអាហ្នឹងទៅតាមជំនាញឲ្យបងកុំតាមគេបាទយើងទៅមើលសមត្ថភាពយើងថាតើយើងមានជំនាញផ្នែកណាហើយមួយទៀតចំពោះការងារប្រឡងគឺទៅថ្នាក់ជាសាស្ត្រទៅថ្នាក់ជាសាស្ត្រសង្គមគឺมันមានវិញ្ញាសាណាដែលងាយស្រួលជាងវិញ្ញាសាណាដែលសំខាន់បងអូនចំណេះដឹងបងអូនគ្រប់គ្រាន់នឹងអាចធ្វើការងារនេះបាទអញ្ចឹងគ្រូលើកទឹកចិត្តឲ្យបងប្អូនគិតពីសមត្ថភាពខ្លួនឯងច្រើនកុំឲ្យទៅតាមគ្នាហើយពិតហើយថ្នាក់ជាសាស្ត្រសង្គមងាយស្រួលក្នុងការប្រឡងពូភាគច្រើនគឺសម្បូរទៅដោយមេរៀនបងប្អូនអាចរៀនខ្លួនឯងបងប្អូនអាចពិនិត្យឬក៏ស្រាវជ្រាវបងប្អូនអាចងាយស្រួលឆ្លើយដែរប៉ុន្តែថ្នាក់វិទ្យាសាស្ត្រគឺមានការលំបាកខ្លះក្នុងការតើតែបងប្អូនចេះគណិតវិទ្យាបាទបងប្អូនចេះរូបវិទ្យាខ្លាំងអានឹងបានយើងអាចរៀនថ្នាក់វិទ្យាសាស្ត្របានចា៎អរគុណចា៎នេះគឺជាគេអនុសាសន៍ពីលោកវិក្កាមិនដើម្បីនឹងជំរុញក៏ដូចជាលើកទឹកចិត្តទៅកាន់បងប្អូនសិស្សានុសិស្សផងដែរព្រោះថាជាធម្មតានៅថ្នាក់វិទ្យាល័យនៅថ្នាក់ទី11ហ្នឹងគឺចាប់ផ្ដើមជ្រើសរើសហើយចា៎ថាតើគាត់ជ្រើសរើសយកវិទ្យាសាស្ត្រឬក៏វិទ្យាសាស្ត្រសង្គមហើយដោយដែលលោកវិក្កាមិនបានមានប្រសាសន៍អញ្ចឹងភាគច្រើនទៀតគឺបងប្អូនសិស្សានុសិស្សមួយចំនួនគាត់យកតាមគ្នាមិត្តឧទាហរណ៍មិត្តភ័ក្តិ3នាក់គេយក2នាក់ឯងដល់ពេលសល់គាត់មួយយកសង្គមគាត់ទៅតាមគេដែរតែគាត់បានដឹងអំពីសមត្ថភាពខ្លួនឯងថាគាត់ពូកែនៅវិទ្យាសាស្ត្រឬក៏វិទ្យាសាស្ត្រសង្គមអញ្ចឹងទៅនៅត្រង់ចំណុចនេះក៏ជាចំណែកមួយក្នុងការដែលយើងទៅប្រឡងឬក៏ចំណែកមួយនៃលទ្ធផលនៃការប្រឡងរបស់យើងដែរអញ្ចឹងយើងត្រូវតែមើលពីសមត្ថភាពរបស់យើងថាយើងពូកែទៅលើអីយើងពូកែទៅលើគណិតឬក៏ក្នុងការទន្ទិញមេរៀនឬក៏សិក្សាស្រាវជ្រាវផ្សេងអញ្ចឹងទៅចា៎អរគុណចាស់ប្រិយមិត្តអ្នកស្ដាប់ក៏ដូចជាទូរទស្សនិកជនជាទីមេត្រីសម្រាប់កម្មវិធីសន្ទនាមតិនៃមន្ទីរព័ត៌មានខេត្តបាត់ដំបងដែលយើងកំពុងតែពិភាក្សាទៅលើប្រធានបទការត្រៀមខ្លួនរបស់សិស្សានុសិស្សក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ2026ហើយសម្រាប់កម្មវិធីរបស់យើងក៏មានការ live ផ្ទាល់ទៅលើចំនួន3 page ផងដែរគឺ page មន្ទីរព័ត៌មានខេត្តបាត់ដំបងវិទ្យុជាតិចំការជ័យខេត្តបាត់ដំបងនិងទូរទស្សន៍ជាតិកម្ពុជាខេត្តបាត់ដំបងផងដែរហើយសម្រាប់ការ live នៅក្នុង page របស់យើងទាំង3នេះយើងក៏បើកឱកាសសម្រាប់ឲ្យប្រិមិត្តយើងបើសិនជាគាត់មានជាមតិយោបល់ឬក៏ជាសំណូមពរសំណួរយ៉ាងណាគឺអាច comment នៅក្នុងការ live ទាំង3 page របស់យើងហើយយើងនឹងលើកមកពិភាក្សាក្នុងពេលនេះផ្ទាល់តែម្ដងដោយនៅក្នុងបន្ទប់ផ្សាយយើងមានវាគ្មិនមួយរូបគឺលោកឆោងវិរិយាដែលជាប្រធានការិយាល័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដូច្នេះតាំងពីដើមកម្មវិធីរបស់យើងរហូតមកដល់នាទីនេះយើងឃើញថាការលើកឡើងអំពីលោកវិក្មិនក៏ដូចជាប្រសាសន៍របស់លោកវិក្មិនបានជម្រាបជូនអំពីការងារមួយចំនួនរបស់មន្ទីរអប់រំយុវជននិងកីឡាខេត្តបាត់ដំបងក្នុងការរៀបចំក្នុងការដែលទទួលក៏ដូចជាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាឆ្នាំ2026នេះក៏ដូចជាអនុសាសន៍ក្នុងការជំរុញទៅកាន់បងប្អូនសិស្សានុសិស្សពាក់ព័ន្ធទៅនឹងការថែរក្សាសុខភាពការរំលឹកមេរៀនផ្សេងផងដែរមួយវិញទៀតផងដែរនាងខ្ញុំក៏ចង់ដឹងពាក់ព័ន្ធទៅនឹងថាតើមន្ទីរបានណែនាំដល់គ្រឹះស្ថានមធ្យមសិក្សាឲ្យបានរៀបចំថ្នាក់បំផុតនឹងកម្មវិធីពង្រឹងសមត្ថភាពទៅដល់សិស្សានុសិស្សយ៉ាងដូចម្តេចខ្លះដែរនាពេលកន្លងមកក្រៅអំពីដែលលោកវិក្មិនបានមានប្រសាសន៍ពាក់ព័ន្ធទៅនឹងបន្ថែមថ្នាក់បំផុតតាំងពីខែ5ចាស់រហូតទៅតែបិទកាលពីថ្ងៃនេះចាក្រៅពីចំណុចនេះថាតើមានអ្វីបន្ថែមទៀតទេសម្រាប់ការណែនាំទៅកាន់គ្រឹះស្ថានមធ្យមសិក្សានេះផងដែរចាសូមអញ្ជើញបាទចំពោះការងារដែលត្រូវរៀបចំថ្នាក់បំពន់និងកម្មវិធីពង្រឹងសមត្ថភាពសិស្សផ្សេងនេះគឺមន្ទីរតែងតែណែនាំដល់លោកគណៈគ្រប់គ្រងសាលាបាននីមួយដែលមានសិស្សត្រៀមប្រឡងយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពសិស្សក៏ដូចជាការហាត់រៀនក៏ដូចជាការចូលរួមក្នុងការស្រាវជ្រាវនៅឯកសារផ្សេងដើម្បីពង្រឹងសមត្ថភាពរបស់គាត់អញ្ចឹងមន្ទីរតែងតែណែនាំដល់លោកគ្រូអ្នកគ្រូបាទបង្រៀនគឺធ្វើយ៉ាងណាគឺឲ្យចប់បាទចំពោះមេរៀននៃកម្មវិធីសិក្សារបស់ក្រសួងដែលបានដាក់ចេញបាទគឺយើងត្រូវបង្រៀនឲ្យជាប់ហើយទៅតាមពេលវេលាកំណត់បាទដើម្បីឲ្យសិស្សានុសិស្សបានជាប់នៅកម្មវិធីសិក្សានេះដែរ
មួយទៀតលោកគ្រូត្រូវស្រាវជ្រាវបាទឲ្យសិស្សរៀនធ្វើលំហាត់ជាពិសេសគំរូនៃលំហាត់វិញ្ញាសាចាស់ដែលមន្ទីរបានផ្ញើជូនទៅដល់សាលាបាទវិញ្ញាសាដែលក្រសួងធ្លាប់ចេញចាស់នេះគឺយើងឲ្យសាលាមួយឲ្យលោកគ្រូបង្រៀនគាត់ឲ្យដឹងពីរបៀបថាវិញ្ញាសាឆ្នាំមុនគឺកម្រិតនៃការចេញបាទគឺមានកម្រិតលំនាំរបៀបហ្នឹងបាទហើយមួយទៀតគឺយើងរៀបចំបំពន់សមត្ថភាពបន្ថែមដល់សិស្សដែលរៀនខ្សោយលើវិញ្ញាសាដែលត្រូវប្រឡងអញ្ចឹងបងប្អូនដែលខ្សោយវិញ្ញាសាណាមួយដែលបងប្អូនគិតថានៅមានកម្រិតអញ្ចឹងបងប្អូនអាចទៅប្រស្រ័យតាក់ទងជាមួយលោកគ្រូយើងហើយក៏ដូចជាបងប្អូនមួយចំនួនស្វាស្វែងរៀនគួរឬក៏រៀនបំពន់ផ្សេងបន្ថែមផងដែរបាទបងប្អូនដែលមានលទ្ធភាពបាទដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនឯងផងដែរហើយមួយទៀតសាលាជំរុញឲ្យបេក្ខជនមកចូលរៀនវគ្គបំពន់ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជានេះដើម្បីបងប្អូនបន្ថែមចំពោះសិស្សដែលគ្មានលទ្ធភាពក៏អាចរៀនបានបាទចា៎បាទនេះជាចំណុចដែលមន្ទីរតែងតែដាក់ចេញទៅបាទចាជាបន្តសូមមានសំណួរទៅកាន់លោកវាគ្មិនថាតើមន្ទីរបានវាតម្លៃយ៉ាងដូចម្តេចខ្លះចំពោះកម្រិតនៃការត្រៀមខ្លួនរបស់សិស្សមុនថ្ងៃប្រឡងដែលនឹងឈានចូលមកដល់នេះពេលឆាប់ខាងមុខនេះចាសូមអញ្ជើញចាបាទចំពោះក្រោយពីការដាក់ចេញបាទនៅការងារមួយចំនួនដើម្បីឲ្យសាលាក៏ដូចជាលោកគ្រូយើងជាទុកដាក់បង្រៀននិងក៏ដូចជាបំពន់សមត្ថភាពផងដែរអញ្ចឹងមន្ទីរធ្វើការវាតម្លៃគឺជារៀងរាល់ខែបាទរៀងរាល់ខែហើយក៏នឹងរៀងរាល់ឆមាសគឺមន្ទីរណែនាំឲ្យសាលាទាំងអស់គឺធ្វើតេស្តសមត្ថភាពចា៎បាទធ្វើតេស្តសមត្ថភាពសិស្សប្រចាំខែបាទមានប្រឡងឆមាសទី1ប្រឡងឆមាសទី2ហើយនឹងបូកសរុបប្រចាំឆ្នាំជារៀងរាល់ខែរាល់ឆ្នាំរាល់ឆមាសដើម្បីដឹងពីថាតើសិស្សកម្រិតសិស្សក្នុងការចាប់យកនៅចំណេះដឹងឬក៏សមត្ថភាពសិស្សយើងដល់កម្រិតណាដើម្បីសាលាមានវិធានការបន្តហើយមួយទៀតគឺមន្ទីរបានរៀបចំបាទមុនដំណើរការនេះគឺបានរៀបចំប្រឡងសាកល្បងសមត្ថភាពសិស្សដែលយើងហៅថាប្រឡងសាកនេះគឺបាទយើងបានរៀបចំថ្ងៃទី24 25ខែ6កន្លងមកនេះគឺដើម្បីឲ្យសិស្សបាទឲ្យសិស្សក៏ដូចជាគណៈមេប្រយោគយើងគឺរៀនហាត់ការបាទរៀនហាត់ការងារអំពីស្តង់ដាររបៀបរបបនៅការប្រឡងការបំពេញការងារនៅក្នុងការអនុវត្តភារកិច្ចនៅក្នុងដំណើរការប្រឡងបាទហើយក៏ដូចជាគោរពនៅម៉ោងពេលក៏ដូចជាគោរពបទបញ្ញត្តិប្រឡងដែលយើងធ្វើស្តង់ដារដោយប្រឡងថ្នាក់ជាតិដើម្បីឲ្យគាត់ហាត់រៀនចំណុចមួយទៀតគឺយើងវាស់ស្ទង់សមត្ថភាពសិស្សបាទមានវិធានការបំពន់សិស្សខ្សោយអញ្ចឹងនៅពេលដែលប្រឡងគឺមានសិស្សខ្លះយើងអាចថាធ្លាក់បាទនៅក្នុងកម្រិតសាកល្បងឬក៏បានបន្ទុកស្ទាបអញ្ចឹងគាត់ដឹងសមត្ថភាពគាត់ត្រូវរត់ទៅរកលោកគ្រូយើងបន្ថែមបាទអញ្ចឹងចំណុចនេះហើយមួយទៀតគឺជាការចូលរួមគ្រប់គ្រងការអនុវត្តសាលាស្តង់ដារគំរូដែលរដ្ឋាភិបាលក្រសួងអប់រំបានដាក់ចេញឲ្យអនុវត្តគ្រឹះស្ថានដែរគឺផ្អែកទៅលើលទ្ធផលនៃការប្រឡងសញ្ញាបត្រជុំសាទុយភូមិនេះដើម្បីគួតវិជ័យសាលាស្តង់ដារគំរូផងដែរចា៎បាទនេះជាវិធានការរបស់មន្ទីរដើម្បីស្ទាបស្ទង់នឹងសមត្ថភាពសិស្សមុននឹងចាប់ដើមដំណើរការប្រឡងថ្នាក់ជាតិបាទចា៎អរគុណចា៎នាងខ្ញុំក៏សូមអនុញ្ញាតសួរលោកវិក្មិនពាក់ព័ន្ធទៅនឹងចំណុចមួយទៅខាងក្រោយវិញដែលបានពិភាក្សាពាក់ព័ន្ធទៅនឹងការជួយឧបត្ថម្ភគ្រប់គ្រងទៅកាន់សិស្សានុសិស្សដែលគាត់មានជីវភាពខ្វះខាតដោយយើងចង់ដឹងថាតើនេះឆ្នាំកន្លងទៅបន្ទាប់ពីមានការគ្រប់គ្រងទៅកាន់ពួកគាត់នៅកន្លែងស្នាក់នៅហើយថាតើមានឧបត្ថម្ភអ្វីបន្ថែមទៅកាន់គាត់ដូចជាការសួរសុខទុក្ខហើយលោកវិក្មិនមានប្រសាសន៍ពាក់ព័ន្ធទៅនឹងការមានជាអំណោយខ្លះជូនទៅកាន់ពួកគាត់ដែរនៅឆ្នាំនេះនឹងមានគម្រោងជួយទៅកាន់ពួកគាត់បែបនោះទៀតឬក៏យ៉ាងណាដែរចា៎បាទសូមអរគុណបាទចំពោះការឧបត្ថម្ភគ្រប់គ្រងទៅលើសិស្សដែលមានជីវភាពខ្វះខាតនេះគឺ
សូមអរគុណដល់រដ្ឋបាលក្រុងស្រុកដែរកន្លងមកលោកបានសហការបាទស្រាវជ្រាវបាទតំណែងជាមួយនាយកសាលាមូលដ្ឋានស្រាវជ្រាវរសិស្សដែលមានជីវភាពខ្វះខាតនេះគឺដើម្បីលោកជួយតាមលទ្ធភាពរបស់មូលដ្ឋានរបស់លោកដែរបាទជួយឧបត្ថម្ភដល់សិស្សមួយចំនួនដែលត្រូវឡើងមកនេះហើយមានស្រុកខ្លះក៏មានរថយន្តជូនសិស្សដែលអត់លទ្ធភាពមកទៀតហើយមានស្រុកខ្លះក៏អាជ្ញាធរស្រុកគាត់មកតាមពិនិត្យមើលដល់ខេត្តផងដែរហើយមន្ទីរក៏ដូចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជានេះតែងតែចុះទៅពិនិត្យមើលការស្នាក់នៅរបស់បេក្ខជនដែលមានជីវភាពខ្វះខាតនេះហើយបានជួយឧបត្ថម្ភជាថវិកាជាសម្ភារៈមួយចំនួនបាទប៉ុន្តែឆ្នាំនេះលោកប្រធានមន្ត្រីថានឹងមានកម្រងថានឹងបើសិនជាមានបេក្ខជនមកស្នាក់នៅនឹងមានកម្រងចុះទៅពិនិត្យហើយនឹងរោថវិកាជូនបងប្អូនខ្លះដែរបាទចា៎អរគុណចាលោកវិក្កាមសម្រាប់ការឆ្លើយតបនៅត្រង់ចំណុចនេះយើងឃើញថានេះគឺជាការចូលរួមចំណែកមួយយ៉ាងធំពីមន្ទីរអប់រំយុវជននិងកីឡាខេត្តក៏ដូចជាសសយកក្នុងការដែលជួយទៅកាន់បងប្អូនសិស្សានុសិស្សដែលមានជីវភាពខ្វះខាតក្នុងការមកប្រឡងនេះព្រោះថាយើងដឹងថាការមកប្រឡងនេះទី1គឺយើងត្រូវចំណាយទៅលើការស្នាក់នៅទី2គឺការហូបចុកផ្សេងចំនួន2ថ្ងៃចាអញ្ចឹងបើយើងគិតជាថវិកាទៅក៏រៀងគួរសមដែរចាបើសិនជាមានការគ្រប់គ្រងបែបនេះជាចំណែកមួយក្នុងការជួយទៅកាន់ពួកគាត់ហើយពួកគាត់មិនមានការគិតច្រើនពាក់ព័ន្ធទៅនឹងការបើគាត់អត់មានថវិកាក្នុងការចំណាយនឹងពិបាកហើយណាមួយបើសិនជាមានការគ្រប់គ្រងបែបនេះគឺគាត់មានកម្រិតមួយគឺផ្ដោតតែមួយមុខទៅគឺការត្រៀមសុខភាពក៏ដូចជាការមើលមេរៀនដើម្បីនឹងត្រៀមប្រឡងផងដែរចាអរគុណចាអញ្ចឹងសម្រាប់កម្មវិធីរបស់យើងពេលវេលាក៏ចេះតែរំកិលទៅមុខគេទៅនឹងដល់ទីបញ្ចប់ផងដែរយើងក៏មានជាសំណួរបន្តទៅកាន់លោកវិក្កាមយើងចង់ដឹងថាតើមន្ទីរមានវិធានការយ៉ាងដូចម្តេចខ្លះដែរដើម្បីធានាឲ្យដំណើរការនៃការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ2026នេះគឺមានយុត្តិធម៌តម្លាភាពនិងសុចរិតភាពទៅកាន់បងប្អូនទាំងអស់ដែលជាបេក្ខជនប្រឡងចាសសូមអញ្ជើញបាទអញ្ចឹងចំពោះវិធានការផ្សេងរបស់មន្ទីរបាទតែងតែអនុវត្តនៅក្នុងកិច្ចដំណើរការប្រឡងនេះដើម្បីធានាយ៉ាងណាឲ្យការងារប្រឡងនេះគឺទទួលបានយុត្តិធម៌បាទអញ្ចឹងការងារដែលមន្ទីរបានដាក់ចេញនេះគឺទី1ការប្រឡងនេះត្រូវមានការចូលរួមសង្កេតការណ៍បាទពីអង្គភាពប្រឆាំងពើពុករលួយហើយយើងហៅថា ACU ដើម្បីត្រួតពិនិត្យនិងវាយតម្លៃទៅលើការអនុវត្តនៅក្នុងកិច្ចដំណើរការប្រឡងនេះបាទទី2គឺបាទគ្រឹះស្ថានសិក្សានីមួយៗបាទត្រូវរៀបចំប្រជុំផ្សព្វផ្សាយបទបញ្ញត្តិនិងកម្រិតវិន័យចំពោះបុគ្គលិកអប់រំនិងបទបញ្ញត្តិកម្រិតវិន័យចំពោះបេក្ខជនប្រឡងដើម្បីឲ្យភាគីទាំងពីរនេះដឹងថាតើការចូលរួមនៅក្នុងកិច្ចការប្រឡងនេះគឺបញ្ញត្តិរបស់ក្រសួងដែលបានដាក់ចេញយ៉ាងណាខ្លះដើម្បីងាយស្រួលក្នុងការអនុវត្តទី2មួយទៀតគឺបុគ្គលិកអប់រំដែលជាគណៈមេប្រយោគហ្នឹងគឺត្រូវធ្វើស្វ័យប្រកាសបាទនៅក្នុងកិច្ចដំណើរការប្រឡងនេះបាទអញ្ចឹងអ្នកដែលចូលរួមមេប្រយោគទាំងអស់គឺត្រូវធ្វើស្វ័យប្រកាសបាទស្វ័យប្រកាសពាក់ព័ន្ធនឹងស្វ័យប្រកាសនេះគឺក្រសួងបានណែនាំឲ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់គឺត្រូវធ្វើបាទដោយសារទី1គឺត្រូវគោរពបាទនៅការរាល់ភារកិច្ចដែលគណៈកម្រងភារកិច្ចរបស់គណៈមេប្រយោគបាទទី2គឺត្រូវគោរពច្បាប់នៃការអប់រំនិងក្រមសីលធម៌វិជ្ជាជីវៈបាទរបស់បុគ្គលិកអប់រំបាទហើយមួយទៀតគឺត្រូវរាយការណ៍ជូនប្រធានមណ្ឌលអំពីដែលមណ្ឌលប្រឡងណាដែលមានសាច់ញាតិកូនចៅឬក៏អ្នកស្គាល់ផ្សេងគឺដើម្បីបង្ការនៅដំណោះផលប្រយោជន៍ផ្សេងហើយមួយទៀតពាក់ព័ន្ធនឹងគណៈមេប្រយោគយើងដែលមានជំងឺប្រចាំកាយធ្ងន់ធ្ងរអីផ្សេងបាទហ្នឹងក៏ត្រូវធ្វើផ្សាយប្រកាសដែរហើយនឹងត្រូវរាយការណ៍ជូនប្រធានមណ្ឌលជាមុនបើសិនជា
គណៈមេប្រយោគយើងដូចថាមានធរៈឬក៏មានជំងឺឬក៏គ្រោះថ្នាក់ផ្សេងៗដែលมันអាចចូលរួមប្រឡងបានបាទនេះយើងត្រូវធ្វើស្វ័យប្រកាសនៅក្នុងការងារនេះចា៎ហើយមេប្រយោគដែលមានបំព្រឹត្តខុសឆ្គងបាទខុសឆ្គងពីកម្រងភារកិច្ចនិងប័ណ្ណបញ្ញត្តិប្រឡងគឺក្រសួងនឹងដាក់ទណ្ឌកម្មវិន័យបាទផ្នែករដ្ឋបាលទៅតាមកម្រិតទោសបាទដោយក្រុមប្រឹក្សាវិន័យរបស់ក្រសួងអប់រំផងដែរហើយចំពោះបេក្ខជនបាទចំពោះបេក្ខជនដែលប្រព្រឹត្តខុសឆ្គងគឺពីប័ណ្ណបញ្ញត្តិប្រឡងនេះក៏ត្រូវទទួលវិន័យដែរគឺយើងទី1គឺអាចធ្លាក់ស្វ័យប្រវត្តិទី2គឺបញ្ឈប់ការប្រឡងបាទបណ្ដេញចេញពីការប្រឡងបាទនេះជាប័ណ្ណវិន័យប័ណ្ណបញ្ញត្តិរបស់បេក្ខជនហើយមួយទៀតគឺមន្ទីរស្មាររដ្ឋបាលខេត្តគឺទប់ស្កាត់ការថតចម្លងសំណៅឯកសារផ្សេងៗពាក់ព័ន្ធការប្រឡងនេះបាទឧបករណ៍អេឡិចត្រូនិកបាទអ៊ីនធឺណិតផ្សេងៗដែលនៅប៉ះពាល់ដល់ការប្រឡងនៅជុំវិញបរិវេណមណ្ឌលប្រឡងនេះគឺរដ្ឋបាលខេត្តក៏ដូចជារដ្ឋបាលក្រុងនឹងធ្វើសេចក្តីជូនដំណឹងនិងផ្អាកសកម្មភាពហើយការទុកដាក់វិធានយាសាដែលដឹកពីក្រសួងអប់រំជួនកីឡាមកគឺយើងទុកនៅរដ្ឋបាលខេត្តដោយប្រកបដោយសុវត្ថិភាពអញ្ចឹងបងប្អូនទាំងអស់មានទំនុកចិត្តនៅក្នុងកិច្ចការប្រឡងនេះថាបងប្អូននឹងបញ្ចេញឲ្យអស់សមត្ថភាពដែលបងប្អូនបានសិក្សារៀនសូត្រកន្លងមកនេះគឺជាសមត្ថភាពរបស់បងប្អូនហើយបាទចា៎សូមអរគុណអរគុណភ្ជាប់ជាមួយគ្នាផងដែរនេះខ្ញុំក៏ចង់ដឹងថាតើសម្រាប់ឆ្នាំនេះសម្រាប់លោកផ្ទាល់ថាតើលោករំពឹងយ៉ាងដូចម្ដេចខ្លះដែរពាក់ព័ន្ធទៅនឹងការប្រឡងនេះបើសិនធៀបទៅនឹងឆ្នាំមុនចា៎បាទចំពោះឆ្នាំនេះគឺតាមការគិតបាទមន្ទីរគិតមើលទៅថាឆ្នាំនេះនឹងមានបេក្ខជនអាចជាប់កើនឡើងឬក៏ប្រហាក់ប្រហែលឬក៏ស្មើនឹងការងារប្រឡងថ្នាក់ជាតិចា៎បាទដោយសារឆ្នាំមុន2025នេះយើងជាប់83.72%ចា៎បាទហើយយើងថ្នាក់ជាតិទូទាំងប្រទេសជាប់84.56%អញ្ចឹងយើងតិចជាងថ្នាក់ជាតិតែ0.84%ទេចា៎បាទហើយសិស្សជាប់ទី A រៀងរាល់ឆ្នាំយើងតែងតែកើនបាទចំនួនបេក្ខជនទី A នេះគឺមានការកើនឡើងបាទអញ្ចឹងឆ្នាំនេះសង្ឃឹមថានឹងមានការកើនបន្តទៀតបាទដោយសារទី1យើងមានដាក់វិធានការក្នុងការបំពេញសមត្ថភាពហើយយើងបានធ្វើតេស្តសាកល្បងប្រឡងសាកមុនដំណើរការប្រឡងនេះហើយយើងការរៀនសូត្ររបស់សិស្សានុសិស្សយើងគឺមានការផលផុសហើយមានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋានក៏ដូចជាឪពុកម្ដាយផងដែរចា៎បាទនេះជាលទ្ធផលដែលយើងរំពឹងទុកបាទចា៎អរគុណចាលោកវិក្កាមសម្រាប់ការឆ្លើយតបទៅនឹងសំណួរក៏ដូចជាបានពិភាក្សាទាំងមូលទៅលើប្រធានបទកម្មវិធីសន្ទនាមតិនៃមន្ទីរព័ត៌មានខេត្តបាត់ដំបងនាថ្ងៃនេះដែលយើងកំពុងតែពិភាក្សាការត្រៀមខ្លួនរបស់សិស្សានុសិស្សក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ2026ដោយកិច្ចពិភាក្សាក៏ដូចជាពេលវេលានៃកម្មវិធីរបស់យើងក៏ដល់នាទីដែលត្រូវបញ្ចប់ផងដែរនៅនាទីនេះសូមគោរពជូនទៅកាន់លោកវិក្កាមមានជាអនុសាសន៍ចុងក្រោយក៏ដូចជាសំណូមពរនិងការលើកទឹកចិត្តទៅកាន់បងប្អូនសម្រាប់ការប្រឡងនាពេលខាងមុខនេះផងដែរចាសូមអញ្ជើញបាទជាចុងបញ្ចប់បាទចុងក្រោយនេះបាទក្នុងនាមមន្ទីរអប់រំជននិងកីឡាខេត្តក៏ដូចជាក្នុងនាមគ្រូខ្ញុំផ្ទាល់ដែរបាទខ្ញុំសូមផ្ដល់អនុសាសន៍ខ្លះដល់បេក្ខជនដើម្បីបងប្អូនត្រៀមបាទក្នុងការបង្កើនចំណេះដឹងក៏ដូចជាបញ្ហាសុខភាពដើម្បីចូលរួមការងារប្រឡងនេះបាទបងប្អូនដឹងស្រាប់ហើយថាឥឡូវនេះបញ្ហាសុខភាពគឺជាបញ្ហាមួយដែលចម្បងបាទជាបញ្ហាចម្បងអញ្ចឹងបើយើងអត់មានសុខភាពទេគឺយើងមិនអាចបំពេញការងារឬក៏ធ្វើអីមួយដូចថាដំណើរការទៅដោយរលូនទេបាទអញ្ចឹងទី1លោកគ្រូសូមផ្ដាំថាបងអូនត្រៀមប្រឡងខាងមុខនេះគឺបងអូនត្រូវត្រៀមបានសម្គាល់ខ្លួនសិស្សដែលសាលាមួយបានចេញជូនបងប្អូនរួចហើយបងប្អូនត្រៀមសម្ភារៈសិក្សាបាទដែលក្រសួងអនុញ្ញាតឲ្យចូលដូចជាប៊ិចបន្ទាត់អីជាដើមនេះបាទអញ្ចឹងសម្ភារៈដែលក្រសួងហាមឃាត់នៅក្នុងបទបញ្ញត្តិរបស់ក្រសួងគឺបងប្អូនមិនត្រូវយកទៅចូលមណ្ឌលទេ
បាទហើយចំណុចមួយទៀតគឺបងប្អូនត្រូវថែរក្សាសុខភាពសុវត្ថិភាពបាទខ្លួនឯងផងដែរដើម្បីបងប្អូនដើម្បីសុខភាពបងប្អូនចូលរួមប្រឡងខាងមុខនេះគឺឲ្យទទួលបានជោគជ័យហើយបង្កើនសមត្ថភាពបន្ថែមទៀតដើម្បីជួបលោកគ្រូអ្នកគ្រូយើងជាប្រចាំបាទនៅក្នុងរយៈពេលខ្លីនេះតើបងប្អូននៅមានចំណុចខ្វះខាតឬក៏ត្រូវបំពេញបន្ថែមឬចំណុចណាហើយបងប្អូនត្រូវរំលឹកមេរៀនបាទធ្វើលំហាត់នៅមេរៀនដើមឆ្នាំកណ្ដាលឆ្នាំនិងចុងឆ្នាំព្រោះក្រសួងមានលទ្ធភាពអាចចេញប្រឡងនៅក្នុងកម្រិតឆ្នាំសិក្សានេះគឺអាចដើមឆ្នាំកណ្ដាលឆ្នាំឬចុងឆ្នាំអញ្ចឹងបងប្អូនមិនគិតតែចុងឆ្នាំទេត្រូវបងប្អូនត្រឡប់ទៅពិនិត្យការងារនេះឡើងវិញបាទហើយនៅពេលប្រឡងនេះគឺបងប្អូនត្រូវគោរពពេលវេលានិងបទបញ្ញត្តិនៃការប្រឡងឲ្យបានខ្ជាប់ខ្ជួនដោយលោកគ្រូជំរាបខាងដើមអញ្ចឹងគឺពេលវេលាកាលណាបងប្អូនមកយឺតក្រោយ15នាទីនៃដំណើរការវិញ្ញាសាគឺគេមិនអនុញ្ញាតឲ្យចូលមណ្ឌលប្រឡងទេចា៎ហើយមួយទៀតគឺចំពោះបទបញ្ញត្តិប្រឡងនេះបើសិនជាបងប្អូនគោរពមិនគោរពបទបញ្ញត្តិប្រឡងបានពេញលេញទេបងប្អូននឹងបាត់ឱកាសបាទក្នុងការប្រកួតប្រជែងនេះដែរហើយមួយទៀតបងប្អូនត្រូវគេងបាទគេងបរិភោគអាហារហើយទឹកស្អាតបានគ្រប់គ្រាន់បាទហើយយើងផ្អាកចេញទៅក្រៅផ្ទះរបស់យើងករណីដែលមិនចាំបាច់ផងដែរចា៎ហើយកុំប្រើប្រាស់គ្រឿងស្រវឹងបាទប្រភេទជាថ្នាំជក់ផ្សេងឬក៏ភេសជ្ជៈបាទផ្អែមដែលប៉ះពាល់សុខភាពផងដែរហើយគ្រប់គ្រងអារម្មណ៍ឲ្យបាននឹងណោឲ្យមានភាពក្លាហាននៅករណីមានបញ្ហាសុខភាពបងប្អូនត្រូវជួបលោកគ្រូពេទ្យបាទនៅតាមមណ្ឌលប្រឡងយើងផងដែរចា៎អញ្ចឹងការងារនេះបងប្អូនត្រូវត្រៀមលក្ខណៈនេះពេលខាងមុខនេះបាទសូមបាទអរគុណចាលោកវិក្កាមិនចាដោយសារពេលវេលានៃកម្មវិធីរបស់យើងក៏ដល់នាទីដែលត្រូវបញ្ចប់ផងដែរយើងសរុបរួមពាក់ព័ន្ធទៅនឹងប្រធានបទកម្មវិធីសន្ទនាមតិនៃមន្ទីរព័ត៌មានខេត្តបាត់ដំបងដែលរយៈពេល1ម៉ោងយើងបានពិភាក្សាទៅលើប្រធានបទការត្រៀមខ្លួនរបស់សិស្សានុសិស្សក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ2026នេះហើយពីកម្មវិធីយើងក៏ទទួលបានចំណេះដឹងក៏ដូចជាការលើកឡើងពីលោកវិក្កាមិនយ៉ាងច្រើនក្បោះក្បាយមែនទែនពាក់ព័ន្ធទៅនឹងការជំរុញបន្ថែមក៏ដូចជាការលើកទឹកចិត្តទៅកាន់បងប្អូនសិស្សានុសិស្សក្នុងការប្រឡងនេះពេលខាងមុខក៏ដូចជាបានជម្រាបជូនពីក្នុងការដែលជួយឧបត្ថម្ភគ្រប់គ្រងទៅកាន់បងប្អូនសិស្សានុសិស្សដែលមានជីវភាពខ្វះខាតផងដែរហើយពីកម្មវិធីក៏ជូនពរទៅកាន់បងប្អូនទាំងអស់ដែលនឹងត្រៀមប្រឡងនៅពេលខាងមុខនេះទទួលបានជោគជ័យនិងលទ្ធផលល្អគ្រប់គ្នាពីកម្មវិធីរបស់យើងក៏អរគុណទៅកាន់លោកវិក្កាមិនផងដែរចាសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមនៅក្នុងកម្មវិធីរបស់យើងជជែកពិភាក្សាទៅលើប្រធានបទរបស់ហូតទៅដល់1ម៉ោងហើយនឹងអធិស្ឋានទៅកាន់បងប្អូនប្រិមិត្តផងដែរបើសិនជាកិច្ចពិភាក្សាទាំងមូលយើងនៅខ្វះចំណុចសំខាន់ណាមួយឬក៏ខុសទៅនឹងពាក្យពេចន៍ត្រង់ប្រការណាមួយដែលអាចចេតនាជូនពរទៅកាន់លោកអ្នកនាងទាំងអស់គ្នាសូមឲ្យមានសុខភាពល្អសំណាងល្អការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពទាំងអស់គ្នាជាពិសេសសម្រាប់បងប្អូនដែលត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះទទួលបានលទ្ធផលល្អគ្រប់គ្នាផងដែរនៅខណៈនេះវត្តមានយើងខ្ញុំទាំងពីរអ្នកជាអ្នកសម្របសម្រួលកម្មវិធីលោកវិក្កាមិនព្រមទាំងក្រុមការងារសូមអរគុណនិងសូមជម្រាបលាជួយឲ្យខ្ញុំជួបអញ្ញាធមូលដ្ឋានចែករំលែកបាននៃរូបបញ្ហាឲ្យខ្ញុំបាន